ជំរាបសួរលោកគ្រូស្ដីអ្នកគ្នានៅđâyខ្ញុំមកធ្វើលើតទៅលើការមក script ចូលគ្នានៅក្នុង comment តែមួយចឹងនៅក្នុងនេះខ្ញុំមាន file CSA main.sx main.sx file node.js script របស់ PHP Python ហើយខ្ញុំនឹងធ្វើការដាក់នៅ comment មួយដែលខ្ញុំបានមើលចូលគ្នារវាងភាសា CSA Node.js Python ហើយនិង PHP ហើយចឹងខ្ញុំធ្វើការដាក់អ្នកនរគ្នាមើលនេះចឹងការមើល script នោះដែរវាដូចតែខ្ញុំបង្ហាញនឹងចឹងថានៅពេលដែលយើងមើល script យើងគ្រាន់តែដាក់នៅមួយ comment ទេចឹងវានឹងអាចចេញភាសាដែលយើងបានមើលហ្នឹងមកទាំងអស់ដូចជាភាសា PHP ភាសា Python ភាសា Node.js និងភាសា C# ហើយចឹងយើងចូលមកមើលថាភាសាដែលយើងបានទៅសេហ្នឹងមានលក្ខណៈបែបម៉េចចឹងយើងធ្វើការមើលហ្នឹងមានលក្ខណៈបែបម៉េចយើងចូលមកមើលកន្លែងmodel ចឹងយើងធ្វើការបង្ហាញនៅfile របស់ script របស់ភាសាមួយហ្នឹងទី1ខ្ញុំបានដាក់ save បាំងឲ្យវាហើយទី2យើងត្រូវ echo នៅបង្ហាញតន័យទី1ដែលយើងបានបង្ហាញគឺ PHP នេះយើងបានឲ្យវាចាប់យកនៅ file PHP ដែលមាន script PHP នៅក្នុងហ្នឹងតមកយើងឲ្យវាចាប់យកនៅ file Python មាន script Python នៅក្នុងហ្នឹងបន្តមកយើងនឹងឲ្យគេចាប់យកនៅ file និង script របស់ Node.js ដែរហើយនៅភាសាមួយទៀតគឺភាសា C# យើងក៏បានឲ្យគេចាប់យកនៅតន័យរបស់ script របស់ភាសា C# ហ្នឹងយកមកដែរអញ្ចឹងកន្លែងហ្នឹងវាមានអីចឹងទេយើងគ្រាន់តែសេប៉ុណ្្នឹងទេអញ្ចឹងខ្ញុំនឹងធ្វើការដាក់នៅមួយ comment ទៀតដែលតកតងទៅលើការមើល file ចូលគ្នាអញ្ចឹងខ្ញុំធ្វើការដាក់នៅ comment ទី1គឺ sp2433 com កន្លែងហ្នឹងដែរ file ហ្នឹងឈ្មោះថា sp2433 com ប៉ុន្តែកន្លែងហ្នឹងយើងឲ្យ user អាសាយនៅតំណែងនៅភាសាដែលយើងចង់បានដោយគ្រាន់តែវាយ file ឈ្មោះ comment នឹងមួយហើយបូកនឹងភាសាដែលយើងចង់បានមួយទៀតឥឡូវខ្ញុំចង់បានភាសា Python អញ្ចឹងសរសេរមកវានឹងចេញភាសា Python ឲ្យអញ្ចឹងមួយទៀតបើយើងចង់បានភាសាមួយទៀតភាសា PHP អញ្ចឹងយើងគ្រាន់តែប្រើ comment file នឹងមួយហ្នឹង comment មួយហ្នឹងបូកជាមួយនឹងlanguage ឬក៏ភាសាដែលយើងចង់បានហ្នឹងហើយ enter មកវានឹងចាប់យកfile ឬក៏ script របស់ភាសាដែលយើងចង់បានហ្នឹងយកមកមួយទៀតឡើយយើងមកតេស្តលើភាសាមួយទៀតយើងមានភាសា4អញ្ចឹង Node.js នេះចាប់មកហើយអញ្ចឹងមួយទៀតយើងនឹងធ្វើការចាប់យកនៅភាសាមួយទៀតគឺ C# នេះ C# ចាំតិចវាយើងចូលតិចអូខេនេះវានឹងចេញមកអញ្ចឹងកន្លែងហ្នឹងដែរដូចនិយាយចឹងថាយើងធ្វើតែតទៅលើការមើល script ចូលគ្នាដោយគ្រាន់តែប្រើមក file មិញយើងគ្រាន់តែប្រើ file ហើយវាយជាមួយនឹងភាសាដែលយើងចង់បានហ្នឹងវានឹងចេញតន័យហ្នឹងមកអញ្ចឹងយើងទៅមើលថាការសរសេរហ្នឹងវាមានលក្ខណៈបែបម៉េចនេះឥឡូវខ្ញុំសូមបង្ហាញនៅការសរសេរទី1គឺយើងដាក់ cell បាំងអីដែលសំខាន់គឺគេប្រើ cell បាំងដើម្បីវាជាអ្នក translate នៅភាសាដែលយើងមកសរសេរអញ្ចឹងណាតែមកខ្ញុំមក echo បង្ហាញទី1មកយើងបង្ហាញជាលក្ខណៈ script មក run off language បន្តមកវាបានលក្ខខណ្ឌទី1ដែលយើងបានដាក់ហ្នឹងបើសិនបើ parameter ភាសាដែលយើងបានឲ្យគេបោះហ្នឹងគេបោះមកថាជាភាសា PHP យើងនឹងទៅចាប់យកភាសា PHP run script របស់ភាសា PHP ហ្នឹងយកមកបង្ហាញគេដោយបូកជាមួយនឹង parameter ដែលយើងបានបោះស្រាប់នៅក្នុង file របស់យើងនេះហើយដូចគ្នាដែរបើសិនជា user គាត់បោះមកថាជាភាសា Python យើងនឹងទៅចាប់យក file ដែលមាន script របស់ Python ហ្នឹងយកមកបង្ហាញរបស់គេហើយបូកជាមួយនឹង parameter ដូចគ្នាទៅនឹងពីខាងលើដែរ Node.js ក៏ដូចគ្នាបើគេបោះ Node.js គេនឹងចាប់យក file Node.js យកមកបើបោះ C# យើងនឹងចាប់យក file របស់ C# និង script របស់ C# យកមកអញ្ចឹងចំណុចដែលមើល script ហ្នឹងមានតែប៉ុណ្្នឹងអរគុណលោកគ្រូ